ពុកម៉ែបងប្អូនប្រិយមិត្តជាទីមេត្រីចំពោះករណីថ្មីដែលកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គមនាប្រលប់ថ្ងៃទី13ខែកុម្ភៈឆ្នាំ2026នេះគឺករណីសិស្សសាលាក្មេងប្រុសម្នាក់បានប្រើដំបងឈើជ្រុងនឹងវាយក្បាលសិស្សសាលាម្នាក់ទៀតបណ្ដាលឲ្យប្រេះរលាក្បាលតែម្ដងហើយចំពោះករណីនេះបើតាមការបង្ហោះនៅលើទំព័រ Facebook របស់លោកផៃវណ្ណៈបានឲ្យដឹងថាសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុបាននឹងកំពុងធ្វើការស្រាវជ្រាវករណីសិស្សប្រើដំបងវាយក្បាលសិស្សគ្នាឯងហើយលោកផៃវណ្ណៈបានបន្តទៀតថាលោកសង្ឃឹមថានឹងចាប់ក្មេងដែលជាជនដៃដល់នេះបានឆាប់ផងដែរហើយមួយវិញទៀតផងដែរពុកម៉ែបងប្អូនលោកផៃវណ្ណៈក៏បានបង្ហោះដែរថាបើតាមការបញ្ជាក់របស់សាក្សីបានប្រាប់ថាករណីនេះគឺសាហាវព្រៃផ្សៃណាស់ហើយករណីនេះដែរគឺបានកើតឡើងនៅសាលាអនុវិទ្យាល័យសម្ដេចឪនាខេត្តព្រះសីហនុយ៉ាងណាមហាជនអ្នកលេងបណ្ដាញសង្គមស្ទើរតែទូទាំងប្រទេសដែលបានឃើញករណីក្មេងប្រុសម្នាក់បានប្រើអំពើហិង្សាវាយទៅលើក្មេងប្រុសម្នាក់ទៀតហ្នឹងពួកគាត់សង្ឃឹមថាសមត្ថកិច្ចនឹងចាប់ក្មេងប្រុសដែលជាជនដៃដល់នេះយកមកអនុវត្តទោសទៅតាមច្បាប់ឲ្យកាន់តែបាន